នាយករដ្ឋមន្ត្រីជប៉ុនជួបជាមួយមេដឹកនាំកាណាដាដើម្បីពិភាក្សាសន្តិសុខធម្មពលខណៈវិបត្តិមជ្ឈមបពិក្តៅគគុកគណៈដែលស្ថានភាពនៅអ៊ីរ៉ង់កំពុងតានតឹងកាន់តែខ្លាំងឡើងនាយករដ្ឋមន្ត្រីជប៉ុនលោកស្រីថាកៃឈីសាណាអេបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាណាដាលោកម៉ាក់ខានីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរយោងតាមសារព័ត៌មានអាសាហ៊ី TV នៅថ្ងៃទី6 ខែវិនាសកន្លងទៅថ្មីៗនេះបានឲ្យដឹងថាក្នុងជំនុំនេះភាគីទាំងពីរបានឯកភាពបង្កើតកិច្ចសន្ទនាសន្តិសុខសេដ្ឋកិច្ចថ្មីមួយដើម្បីពង្រឹងការធានាគ្រប់គ្រងថាមពលនិងរ៉ែសំខាន់ៗឲ្យមានស្ថិរភាពនៅក្នុងបរិបទពិភពលោកដែលកំពុងប្រឈមនឹងភាពមិនច្បាស់លាស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រីថាកៃឈីបានលើកឡើងថាក្នុងស្ថានភាពអន្តរជាតិបច្ចុប្បន្ននេះទំនាក់ទំនងរវាងជប៉ុននិងកាណាដាកាន់តែមានសារៈសំខាន់ជាងពេលណាទាំងអស់ក្នុងពេលជាមួយគ្នានេះដែរលោកស្រីថាកៃឈីក៏បានបង្ហាញការព្រួយបារម្ភនិងរិះគន់ចំពោះសកម្មភាពអ៊ីរ៉ង់ជាពិសេសការគំរាមបិទផ្លូវដឹកប្រេងសំខាន់នៅច្រកសមុទ្រ Hormuz ដែលអាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចនិងសន្តិសុខធម្មពលនៅលើពិភពលោកកិច្ចព្រមព្រៀងថ្មីនេះទំនងនឹងក្លាយជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងសេដ្ឋកិច្ចនិងការសហការរវាងប្រទេសទាំងពីរនៅពេលដែលស្ថានភាពនៅតំបន់មជ្ឈមបូព៌ាកំពុងកើនឡើងនឹងភាពតានតឹង